Hello សួស្តីបងប្អូនគ្នាស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលវីដេអូនេះខ្ញុំនឹងបង្ហាញបងប្អូនគ្នាអំពីរបៀបដោះ account នៅលើ Techno Infinix គ្រប់ model គ្រប់ version ទាំងអស់សម្រាប់ model Infinix ហ្នឹងឯង Techno ឥឡូវហ្នឹងគឺមានបញ្ហាតង់ថាដោះទៅត្រូវការចំណាយលុយអត់ដូចមុនទេហើយរបៀបដោះហ្នឹងគឺដូចគ្នាងាយស្រួលទេគឺជាដំបូងបងប្អូនត្រូវ check លេខ model ជាមុនសិនដោយដើម្បី check បានយើងត្រូវចូល recovery mode អូខេយើងបិទទូរស័ព្ទហើយចុច power ប្រហែលជា3វិនាទីហើយចាំយើងចុចតម្លើងសលេងមួយទៀតរហូតដល់វាចេញ logo បែបនេះយើងបន្លែង power អូខេកុំបន្លែងតម្លើងសលេងរហូតដល់វាចូល recovery mode បែបនេះចាំរកដៃអូខេនេះនៅលើនេះគេដាក់ថា Infinix X6858 អូខេនេះជាលេខកូដ model លេខកូដ model បងប្អូនយកលេខកូដ model ហ្នឹងមក check នៅក្នុង website AMT2 ឬក៏ Android Modeling Tool ដែល check ទី1គឺ check ថាវា online អត់យើងត្រូវការប្រើ service ហើយ service ហ្នឹងបើវាសិនជាវា offline គឺយើងធ្វើកើតទេអញ្ចឹងតើវា online ត្រូវ check មើលថាវា online ចាំបងប្អូនធ្វើបន្តមកទៀតបងប្អូនចូលទៅក្នុងកន្លែង supporting model ហើយរើសយក Infinix បើសិនជាបងប្អូនជួប Techno ឬយក Techno មកហើយវាយលេខ model ដែលបងប្អូនបាន check នៅក្នុង recovery mode មក6858សម្រាប់ model ដែលខ្ញុំកំពុងជួបហ្នឹងអូខេដើម្បី search ទៅឃើញថា model ហ្នឹងគឺ model Note 50 4G ហើយនេះជាលេខកូដ model ហើយនឹងជា operation ជាមុខងារដែល AMT ឬក៏ Android Modeling Tool ហ្នឹងអាចធ្វើបានអញ្ចឹងនៅពេលដែលបងប្អូន check ទៅឃើញថាវា online ហើយវាមាន support model បងប្អូនដែលកំពុងជួបបងប្អូនអាចបើកកម្មវិធី Android Modeling Tool ហ្នឹងពិតប្រាកដបានហើយព្រោះយើងអត់ចង់ចំណាយពេលទៅ check អូខេរើស model ដូចទៅនឹងយើងរើសនៅក្នុងកន្លែង support type model មិញដែរបន្តមកទៀតរើសមុខងារដែលបងប្អូនចង់ធ្វើឥឡូវនេះខ្ញុំចង់ reset SHP អញ្ចឹងខ្ញុំរើសយក operation reset SHP បន្តពីរើសហើយបងប្អូនបិទទូរស័ព្ទហើយត្រៀមដៃចុច volume បូកដកឬក៏ up down អូខេចុចពីនៅឯណាដៃហើយដល់ដូចចូលរហូតដល់នៅលើ computer score ចាំបងប្អូនដកដៃចេញអូខេឥឡូវ score ហើយការធ្វើហ្នឹងគឺលឿនមែនតើគ្រាន់តែពេលហ្នឹងវា read info នៅលើទូរស័ព្ទថា model ហ្នឹងពិតជាអាចធ្វើបានហើយចំណាយ10 credit បានធ្វើបានមិនដោះ free បងប្អូនត្រូវមាន tool ហ្នឹងត្រូវ active ប្រចាំឆ្នាំហើយនៅពេលដោះ model ដែលឥឡូវនេះយើងកំពុងជួបហ្នឹងគឺ Techno Infinix series ខ្ពស់ត្រូវចំណាយ10 credit ហើយ10 credit នេះស្មើនឹង10រៀលជាងមួយដើមអញ្ចឹងគួរសមដែរប៉ុន្តែអត់មានវិធីផ្សេងទេបើធៀបជាមួយនឹងវិធីដែលពីមុនដែលយើងធ្លាប់ធ្វើឬក៏ tool ដែលយើងធ្លាប់តែធ្វើបានហ្នឹងគឺធ្វើអត់បានទេអញ្ចឹងនេះជាជម្រើសចុងក្រោយហើយក៏ជាវិធីចុងក្រោយដូចគ្នាដែលត្រូវចំណាយ$10ជាងទើបយើងអាចធ្វើបានទី1បងប្អូនត្រូវមានកម្មវិធី Android Modeling Tool ឬក៏ AMT Tool ហ្នឹងដែលយើង active មួយឆ្នាំខ្ទង់$30តិចតួចអូខេហើយមាន model ខ្លះគឺបងប្អូនអាចធ្វើបានសម្រាប់ត្រីទាប version ទាបគឺបងប្អូនធ្វើបានអត់ចំណាយលុយទេតែបើសិនជាជួប model ដែលខ្ញុំកំពុងបង្ហាញហ្នឹងគឺTechno ឬក៏ Infinix version 14 15ចុងក្រោយឬក៏ model ខ្ពស់ហ្នឹងគឺត្រូវតែចំណាយ10 credit នៅពេលដែលខ្ញុំកំពុងធ្វើវីដេអូហ្នឹងហើយបើសិនជាពេលក្រោយអាចនឹងទៀបជាងហ្នឹងឬក៏អូខេឬក៏ឡើងជាងហ្នឹងគេក៏មិនដឹងដែរអូខេវីដេអូនោះមានប៉ុណ្្នឹងសង្ឃឹមថាបងប្អូនមើលទៅយល់ហើយធ្វើបានដល់គ្នាជួបខ្ញុំនៅវីដេអូក្រោយទៀតបាយបាយ